សួស្តីបាទថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបបញ្ចូលអក្សរខ្មែរនៅក្នុង iPad ដែល iPad ដែលប្រើ version 6.1 បាទ iPad របស់ខ្ញុំគឺ 6.1 ជាមួយ iPad 4th generation ដូច្នេះបងប្អូនចង់ដាក់អក្សរខ្មែរនៅក្នុងហ្នឹងជាដំបូងត្រូវ jailbreak សិនបាទ jailbreak គឺរបៀប jailbreak គឺលោកអ្នកដឹងហើយបើមិនទាន់ដឹងទេអាចស្វែងរកនៅក្នុងអ៊ីនធឺណិតពីរបៀប jailbreak បាទដូចគេiPad របស់ខ្ញុំគឺ jailbreak រួចហើយគឺខ្ញុំប្រើ CDN នេះជាងដើម្បីកុំឲ្យខាតពេលដើម្បីបញ្ចូលអក្សរខ្មែរនិង keyboard ខ្មែរបានលោកអ្នកត្រូវតែ jailbreak iPad របស់លោកអ្នកអញ្ចឹងពេល jailbreak រួចហើយចូលក្នុង Cydia រួចហើយចុច edit ចុច add ហើយវាយពាក្យថាខ្មែរ for ខ្មែរ iPhone for ខ្មែរ iphone.com/sp រួចហើយលោកអ្នកចុចលើពាក្យ add source បាទនេះប៉ុន្តែខ្ញុំមិនបានចុចបន្ថែមទេព្រោះអីខ្ញុំមានរួចហើយដូច្នេះខ្ញុំចុច cancel វិញបាទរួចពេលលោកអ្នក add source រួចហើយលោកអ្នកនឹងបានសញ្ញាដំណើរដូចនេះគឺ iPhone ខ្មែរ for ខ្មែរ iPhone បាទដូច្នេះលោកអ្នកចូលទៅក្នុងហ្នឹងទៅសម្រាប់ iPhone ឬក៏ iPad ដែលប្រើ version 6.1 លោកអ្នកចូលទៅខាងក្រោមនេះគឺសម្រាប់ iPad បាទខ្ញុំប្រើ iPad ខ្ញុំនឹងបញ្ចូល font ខ្មែរសិន font ខ្មែរគឺជ្រើសយក font នេះ iOS 6 plus ខ្មែរ font បាទលើចុចពាក្យលើហ្នឹងទៅលើចុចពាក្យ install ប៉ុន្តែដោយសារខ្ញុំ install រួចហើយអញ្ចឹងវាបញ្ចេញនៅ modify អញ្ចឹងលោកអ្នកចុច install ទៅរួច install រួចហើយលោកអ្នកត្រឡប់មកវិញត្រូវបញ្ចូល keyboard បាទសម្រាប់ iPhone លោកអ្នកជ្រើសរើស iPhone ទៅបើសម្រាប់ iPad លោកអ្នកជ្រើសរើស iPad អញ្ចឹងខ្ញុំប្រើ iPad អញ្ចឹងខ្ញុំជ្រើសរើស iOS 6 plus 4 rows iPad keyboard អញ្ចឹងខ្ញុំចុចលើពាក្យហ្នឹងទៅរួចហើយខ្ញុំចុចពាក្យលើ install នេះដោយសារខ្ញុំបាន install រួចហើយដូច្នេះវាចេញ modifier បើសិនខ្ញុំចុចលើពាក្យ modifier វាគេសួរខ្ញុំឲ្យខ្ញុំ remove ក៏ reinstall តែវាចេះខ្ញុំមិនចុចលើហ្នឹងទេខ្ញុំចុចត្រឡប់ទៅវិញព្រោះខ្ញុំបាន install រួចហើយបាទជាការស្រេចអញ្ចឹងចុចបិទ soft វិញអញ្ចឹងបន្ទាប់ពីលោកអ្នកបានបញ្ចូលអក្សរខ្មែរនិង keyboard រួចហើយលោកអ្នកចូល setting រួចហើយ scroll ក្រោមខាងក្រោមនេះមកscroll ក្រោមរកពាក្យ general មកហើយបាទ general មកហើយអញ្ចឹងរកពាក្យ keyboard បាទ keyboard នេះ keyboard បាទលោកអ្នកចូល keyboard នេះមករួចហើយចុច keyboard ហើយចុច add keyboard បាទចុច add new keyboard នោះរួចហើយលោកអ្នកនឹងឃើញពាក្យថាក្តារចុចប៉ុន្តែខ្ញុំបាន add រួចស្រេចហើយដូច្នេះក្តារចុចខ្មែររបស់ខ្ញុំនេះគឺថាក្តារបានបង្ហាញនៅក្នុងនេះរួចស្រេចក្តារចុចខ្មែរអញ្ចឹងខ្ញុំចុចលើក្តារចុចខ្មែរបាទលោកអ្នកមិនបាច់នេះទេគឺចុចលើពាក្យក្តារចុចខ្មែរមកហើយជ្រើសរើសប្រទេសណាឬក៏ជ្រើសរើស whatever you want ត្រឡប់មកវិញបាទខ្ញុំសូមសង្ខេបទៅត្រឡប់មកវិញដូច្នេះឥឡូវនេះខ្ញុំសូមបង្ហាញ keyboard នៅក្នុង iPad របស់ខ្ញុំឥឡូវខ្ញុំសូមបង្ហាញខ្ញុំសូមចុចពាក្យលើនេះបាទឃើញទេ keyboard ខ្មែរឥឡូវខ្ញុំចុចលើពាក្យសញ្ញានេះសញ្ញាផែនទីនេះចុចមកចៅអង់គ្លេសណាឥឡូវខ្ញុំចុចមកវិញមកគឺចេញសញ្ញាខ្មែរបាទលោកអ្នកបាទវាយអក្សរខ្មែរបាននៅលើ iPad លោកទៀតខ្ញុំវាយអក្សរខ្មែរអក្សរកជាងសហើយខជាងមួស្រែនិងរបាទអក្សរខ្មែរបាទឃើញទេបាទនេះជារបៀបដែលលោកអ្នកបញ្ចូលក្នុងហ្នឹងអញ្ចឹងគឺងាយស្រួលបាទងាយស្រួលជាទីបំផុត
អញ្ចឹង iPad ខ្ញុំមិនមានអក្សរខ្មែរប្រើនៅក្នុងហ្នឹង